ចាប់ពីថ្ងៃនេះទៅរដូវធ្លាក់តកត្រូវបានផុតកណាត់ទៅបងប្អូនឥឡូវចូលដល់រដូវផ្ការីកហើយនេះអូផ្ការីកស្គូស្គីស្អាតណាស់បងប្អូនអើយនេះការ៉េបន្លែប្លុកអាស៊ីខ្មែរយើងលក់ថ្លៃណាស់បងប្អូនគេនាំចូលអញ្ចឹងវាគិតពុនគិតអីសេវាដឹកទៀតវាថ្លៃស្ដាយបងប្អូនមើលនេះត្រប់មកប្រអប់ហ្នឹង$5ជាងបាត់ហើយបើជីវងវិញមួយថងនេះមួយទូចហ្នឹង$2កន្លះស្អំ$3កន្លះមកក្តាប់ដៃទូចហ្នឹងថ្លៃណាស់បងប្អូនអញ្ចឹងបើសិនបងប្អូនមានពេលមានដីសុខចិត្តចំណាយដាំទិញគ្រាប់ពូជយកមកដាំទុកគ្រាន់ហូបខ្លួនឯងបងប្អូនអត់មានជាតិគីមីហើយយើងកាត់បន្ថយក្នុងការចំណាយទៅលើបន្លែប្លុកបែបអាស៊ីយើងបានច្រើនមែនតើឥឡូវនេះចេញពីធ្វើការជីកកង់មកដើររឡាំងស្នោទុកដាក់ដីដាំដំណាំហូបអញ្ចឹងណាបងប្អូនដាំដំណាំលើកមុននឹងដីមិនតាន់បានដោះស្រួលបួលផងអាទឿកាយខ្ទេចខ្ទីអស់ឥឡូវរដាំនឹងឡាំងស្នោម្ដងបងប្អូនតោះនេះបាក់អីគ្រាន់តែឡាំងស្នោចេះដើររកតាមពនុកសម្រាមគេបោះចោលបងប្អូនកគោកនេះបាន3តោះឥឡូវយកទៅចោះរូនវាដើម្បីពេលយើងស្រោចទឹកទៅឲ្យវាជ្រាបកុំឲ្យវាជាប់ដីដល់ពេលអញ្ចឹងអត់កើតទេតែជាប់នេះយើងចោះពី3 4 5រូនហ្នឹងមកបងប្អូនឲ្យវាឆាប់ជ្រាបទឹកនេះឥឡូវយើងទៅយកដីបងប្អូននេះដីនៅគៀនផ្ទះហ្នឹងដីអ្នកចិត្តខាងដាក់ជីស្រាច់គេវាយតែគេខូចតែឥឡូវនៅថ្ងៃបងប្អូនអត់ហ៊ានសេរីចាំងឹតតិចសិននេះយើងខ្ចីមិនលួចទេណាខ្ចីមកដាំដំណាំសិនចាំបានផលចាំយើងយកសងគេវិញយេគិតដូចមិនអាចុយម្រាយនោះមិនតាន់និយាយផុតមាត់ផងយកបាត់ទៅហើយអូប៉ុណ្ណេះលួចបាក់ឡំរេបានសម្រាប់អីនេះយើប៉ែលវិញដាក់មកញ៉ាំកាលនេះយើងជោគបជាបងប្អូនតែមិនលួចទេសេរីយើងខ្ចីណាប្របាសយើងបានផលហើយចាំយើងយកសងគេវិញអញ្ចឹងណាឥឡូវបានហើយបងប្អូននេះ4ឡាំងបងប្អូនគេមិនចិត្តកំណាញ់ថាគេតាមតន់ហ្នឹងដឹងធ្វើម៉េចធ្វើតាមហ្នឹងទៅឥឡូវយើងមកអានបុកស៊ីងគ្រាប់ពូជរបស់យើងបងប្អូននេះទិញតាមអនឡាញនេះ2ថ្ងៃមកដល់នេះ5កញ្ចប់ហ្នឹងដឹងបានបងប្អូន$17,500វាស្មើ$210រៀល$210ណាអូថ្លៃទេតានេះគ្រាប់ពូជរបស់វៀតណាមរបស់ថៃបងប្អូននេះតាមឡើងនីមួយៗយើងទៅសេឈ្មោះតំណាំរបស់យើងចឹងមកនេះស្ពៃតកួនជីម្រះព្រៅចឹងមកណាស្រួលយើងចំណាំតោះឥឡូវយើងធ្វើការដាំតកួនមុនបងប្អូននេះបងប្អូនគ្រាប់តកួនចឹងបងប្អូនអត់ដែរឃើញគ្រាប់តកួនមើលហើយនេះខ្ញុំអត់ដែរឃើញដែរហ្នឹងខ្ញុំឃើញនេះឥឡូវយកមកដាក់រោយដាំចឹងមកចាំមើលវាថាវាដោះមកច្រើនញប់ចាំយើងម្លែកតាមហ្នឹងអញ្ចឹងណាបីយើងធ្វើដៅប្រឡោះអញ្ចឹងមកដាក់6ដៅយើងដាក់ឲ្យវាដោះមកវាមានគុំមានអីអញ្ចឹងណាកុំឲ្យវារាយពេញហ្នឹងពេកនេះក្របស្ពៃបងប្អូនមើលហើយនេះល្អិតអញ្ចឹងហើយយើងដាក់តាមដៅរបស់យើងមកការកប់ដីកប់វាស្ដាងបានហើយហើយនេះវិញជាអាណាបងប្អូនជាអាណាខ្ញុំរកជីវងអាជីយើងហូបពងទាកូនអត់មានយកជាអាណាដាំសិនគ្រាន់យើងបេះជ្រក់អីចឹងណានេះដាំរោយសាបវាចឹងបងប្អូនចាំពេលវាដោះមកថាញុកពេកចាំយើងដកម្លែកជា2ចឹងណាហើយអានេះម្រះព្រៅបងប្អូននេះមកហូបបន្លែសំណប់ចិត្តខ្ញុំនេះស្លឹកវាយកឆាក្តៅបងប្អូនឆាក្តៅកែបឆាក្តៅសាច់មាន់សាច់ទាអីត្រូវបាច់មកហូបខ្លែមហើយយើងធ្វើការដាំរោយសាបវាចឹងណាហើយនេះម្ទេសទិញម្ទេសអាចសាត់នោះតែអស់គេដាក់អានេះមកឲ្យនេះតែអីដាំចាំមើលបងប្អូនឃើញក្របម្ទេសប៉ុណ្ណឹងដឹងមកអត់10000ជាងណា10000លុយខ្មែរយើងណាប្រហែលអានេះក្របពូជគេប្រកាសតាបងប្អូនល្អតានៅប្រទេសកូរ៉េបន្លែប្លុកអាស៊ីខ្មែរយើងលក់ថ្លៃណាស់បងប្អូនគេនាំចូលអញ្ចឹងវាគិតពុនគិតអីសេវាដឹកទៀតវាថ្លៃស្ដាយបងប្អូនមើលនេះត្រប់មកប្រអប់ហ្នឹង$5ជាងបាត់ហើយបើជីវងវិញមួយថងនេះមួយទូចហ្នឹង$2កន្លះស្អំ$3កន្លះមកក្តាប់ដៃទូចហ្នឹងថ្លៃណាស់បងប្អូនអញ្ចឹងបើសិនបងប្អូនមានពេលមានដីសុខចិត្តចំណាយដាំទិញគ្រាប់ពូជយកមកដាំទុកគ្រាន់ហូបខ្លួនឯងបងប្អូនអត់មានជាតិគីមីហើយយើងកាត់បន្ថយក្នុងការចំណាយទៅលើបន្លែប្លុកបែបអាស៊ីយើងបានច្រើនមែនតើតោះឥឡូវដំណាំរបស់យើងដាំបានរួចរាល់ហើយបងប្អូននេះស្រោចទឹកវាអញ្ចឹងមកទុកចាំមើល3ថ្ងៃក្រោយចាំមើលវាដោះអត់បើថាអត់ដោះចាំយកដីសងគេវិញ